នៅស្រុកអាមេរិកនេះដែលប្រឆាំងនឹងលោកត្រាំខំប្រឹងជួយផ្សាយខ្ចីដៃពួកប្រឆាំងត្រាំឲ្យធ្វើយ៉ាងម៉េចឲ្យឆ្លោះឲ្យបំផ្លាញគ្នាក្នុងគោលដៅដែលចិនកំពុងតែមានផែនការយកជ័យជំនះជាពេត្រូយន្តស្អីទៅពេត្រូដុល្លារស្អីទៅពេត្រូយន្តនេះគឺជារឿងមួយដ៏អស្ចារ្យដែលចាញ់ផ្សាយបច្ចុប្បន្នការលក់ដូរប្រេងឆៅត្រូវកំណត់តម្លៃនិងបង់តម្លៃជាដុល្លារគេហៅថាប្រព័ន្ធពេត្រូដុល្លារដែលអាមេរិកជាម្ចាស់លើប្រព័ន្ធនេះអាយរ៉ាន់បើអាចបង្ហូរបើអាចបំផ្លាញអាមេរិកកាំងបានហើយបិទច្រកសមុទ្រហូម៉ូសជោគជ័យពេត្រូដុល្លារនិងដួលនេះគឺជាអ្វីដែលលោកគ្រូចាងស៊ូជាចាងស៊ូចិនគាត់និយាយចឹងដែរណាអញ្ចឹងរវាងចាងស៊ូចិនហើយនិងបកកុម្មុយនីសចិនគិតដូចគ្នាទើប40នាទីមុននេះណាបាទគោលរឿងនេះមិនមែនរឿងលេងសើចទេបងកំពុងចាំអ្នកយុទ្ធសាស្ត្រទីផ្សារបានយកមកគិតជាច្រើនឆ្នាំហើយបង It's not a joke brother it is real and it's not just a planning it is a working ពីព្រោះបច្ចុប្បន្ននេះដុល្លារអត់ទាន់ digital ទេបើសិនជាបងសិក្សាអំពី digital yuan បានបងព្រឺក្បាល it's not a joke for now it is a real risk ណា brother ណា real risk it is not a joke ណាបងpetrol yuan មិនមែនជា joke ទេ real វាជា risk របស់សហរដ្ឋអាមេរិកវាជាភាពប្រថុយប្រថានដែលកំពុងតែប្រឈមនៅសហរដ្ឋអាមេរិកវាកើតឡើងយូរឆ្នាំហើយគ្រាន់តែយើងមិនបានចាប់ភ្លឹកយើងនៅស្រុកអាមេរិកយើងឃើញថាប្រទេសយើងរស់នៅជាមហាអំណាចយើងក៏អត់ដឹងរឿងហ្នឹងអានោះវាតាក់ទងនឹង digital currency ប្រទេសណាដែលឈានមុខគេនឹងអាចផ្ដួលរូបបីបានប្រទេសដែលដើរយឺតបូករួមទាំងដុល្លារផង Federal Reserve បានលើករឿងនឹងឡើងទៅប្រធានាធិបតី2-3ហើយមកទល់ត្រាំនេះ3ហើយតាំងពីត្រាំទី1 Biden មកដល់ពេលនេះអញ្ចឹង digital currency បើបងយល់អំពីគ្រោះថ្នាក់និងប្រយោជន៍ព្រោះស្អីក៏ដោយឲ្យតែគេបង្កើតវាមាន benefit វាមាន advantage and disadvantage digital currency ចិននាំមុខបងចិននាំមុខហើយបើបងទៅសិក្សាពីប្រព័ន្ធ digital yuan ពីមុនខ្ញុំបាននិយាយថា yuan គឺជាกระดาษកាត់អាចគ្មានលុយកុម្មុយនីសណាទៅប្រដូចនឹងប្រាក់ដុល្លារបានទេពីព្រោះกระดาษលុយកុម្មុយនីសគឺជាกระดาษលុយអត់មានធនខ្ញុំនិយាយចេះលុយ yuan របស់ចិនជាក្រដាសបង្គន់ព្រោះកុម្មុយនីសប្រើលុយគ្មានធនខ្ញុំនិយាយចឹងណាបងលុយ yuan របស់ចិនជាក្រដាសបង្គន់ព្រោះកុម្មុយនីសប្រើលុយគ្មានធនតែដល់ចិនបង្កើត digital yuan មកចិនក៏បង្កើត
ធនក្នុងលុយខ្លួនដោយសារ digitalization ពេលចិនបង្កើត digital yuan ឥឡូវចិនបង្កើតធនបានហើយបងនៅពេលដែលចិនបង្កើតធនបានក្នុង digital yuan អាមេរិកអត់ទាន់មាន digital dollar ទេអាមេរិកមានក្រដាសដុល្លារក្រដាសដុល្លារមានធនវាមានធនហើយស្រេចហើយក្រដាសលុយយួនអត់មានធនទេក្រដាសកាត់អាចតែដល់ពេលវាចូលទៅដល់ digital yuan ស្រាប់តែចិនវារកស្នៀតបង្កើតធនបានអញ្ចឹងបងសួរខ្ញុំវិញតើវាយ៉ាងម៉េចបានជា digital yuan ហ្នឹងណាdigital yuan ហ្នឹងវាទៅវាបង្កើតធនបានចាំខ្ញុំជម្រាបណា stop អូខេនៅពេលដែលវាបង្កើត digital yuan វាក៏អនុញ្ញាតឲ្យមនុស្សមាន pocket មាន wallet ណា wallet គឺជាអ្វីគឺជា digital wallet ណា digital wallet ចិនក៏ចាប់ផ្ដើម promote yuan ថាបើនរណាដំបូង digital wallet គ្រាន់តែជា wallet សម្រាប់ប្រើទូទៅទេយើងទៅទិញស្អីយើង scan ឈុចយើងចង់ផ្ញើលុយយើងវេឈុចយើងទៅដល់ប្រទេសផ្សេងយើងអត់ចាំបាច់ដូរ currency exchange ទេណាយើងយកតា telephone យើងទៅដល់ឈុចបានទាំងអស់អញ្ចឹងប្រាប់ថាបើ wallet ហ្នឹងវារីកធំឡើងអាធននៅក្នុង wallet ហ្នឹងទទួលការប្រាក់ exactly បូរ៉ានីតុំ China pay interest on digital yuan ហើយតាម tier របស់វាបងបងចាំ if you have in your wallet tier 1ទទួលបាន gain ប៉ុណ្ណេះ tier 2 tier 3 gain ប៉ុណ្ណេះ so from time to time people start holding yuan ក្នុង digital wallet របស់ខ្លួននៅពេលដែល yuan នៅក្នុង digital wallet របស់ខ្លួនប្រព័ន្ធ digital wallet ក៏រំលងចោលនៅ exchange rate លុយកដាស់ you know when you $1 you cash into real you cash into baht you change baht into dollar you go to dong you go to peso you go to won you go to yen but in digital wallet យើងអត់យកกระดาษហ្នឹងទៅដូរទៀតទេ your number is still your number តែនៅពេលដែលយើងចុចវា convert automatically អញ្ចឹងអាกระดาษដុល្លារហើយនឹងអា digital yuan ហ្នឹងនៅពេលអាដុល្លារហ្នឹងវាអត់ទាន់ទៅជាដុល្លារចុចបានពេញពិភពលោកអា yuan ហ្នឹងវាចុចពេញពិភពលោកហើយដល់វាឲ្យការប្រាក់ទៅតាមធាមនុស្សចាប់ផ្ដើមតម្កល់ yuan នៅក្នុង digital wallet របស់ខ្លួនដែលសាយភាយរហូតដល់ trade ទៅដល់ international trade ទៅដល់ larger volume trade ណាដែលណាថលកុំខានតាណាកូនណាតាដេញចាញ់តាណាតាប្រាប់ចាប់តាមពិតតាចុចដេញចាញ់អូខេនៅពេលតាកំពុងនិយាយកិច្ចការតានិយាយលេងក៏ប្លុកឡើងប៉ុន្តែមកខានតាដេញចាញ់ណាកូនណាចង់កូនឯងចេះប្រើឈ្មោះប្រមាណក៏តានៅដេញចាញ់ដែរប្រាប់ឲ្យហើយណាអូខេកូនណាបើមិនមែនមនុស្សភ្លើទៅពេលឲ្យមនុស្សចាស់និយាយកិច្ចការសិនប៉ុន្តែភ្លើត្រូវណាបើមិនធំសែនចាក់ក្បាលមួយជើងទេត្រូវក្បាលមួយចានពីតាអញ្ចឹងនៅពេលដែល digital ហ្នឹងវាឆ្លងកាត់អានោះណាបងពុំចាំនៅពេលដែល digital វាឆ្លងកាត់ហ្នឹងហើយនៅពេលដែលចិនវាផ្ដល់ការប្រាក់តាម tier ឲ្យនៅលើ digital wallet មនុស្សចាប់ផ្ដើម hold on to it ដល់មនុស្សចាប់ផ្ដើម hold on to it ហ្នឹងវាទៅដល់ international trade វាទៅដល់ international trade គេបង្កើត system ឲ្យវារឹងមាំដែលនៅពេលហ្នឹងធនាគារកណ្ដាល central bank នៃប្រទេសនីមួយៗក៏ចាប់ផ្ដើម integrate អា digital currency ហ្នឹងណាទៅក្នុងប្រព័ន្ធនៃការដោះដូរទំនិញទៅលើកងត្រានានាទៅលើវិក័យប័ត្រទៅលើ invoices នានា security is part of the game អូខេតែខ្ញុំអត់អាចឆ្លើយបានទាំងអស់ទេអញ្ចឹងទៅនៅពេលដែលដុល្លារហ្នឹងមានការយឺតយ៉ាវក្នុង digitalization របស់ខ្លួនណាបងនៅពេលដែលលុយដុល្លារហ្នឹងធ្វើដំណើរយឺតនៅក្នុង digital ភាវូបនីយកម្មនៅក្នុង digitalization ដុល្លារឥឡូវហ្នឹងវាមានតម្លៃមានធនអីនៅក្នុងกระดาษនៅក្នុងប្រព័ន្ធទាំងអស់ប៉ុន្តែអាទំហំ digitalization របស់ yuan វាធំពេញពិភពលោកហើយបើសិនជាសង្គ្រាមអ៊ីរ៉ាននេះវាតាក់ទងនឹងប្រទេសនេះបងសង្គ្រាមអ៊ីរ៉ានវាតាក់ទងនឹងប្រទេសនេះហើយអាកភ្លើឪខ្ញុំហ្នឹងវាកំពុងតែភ្លើណាបងណាអាភ្លើឪខ្ញុំហ្នឹងវាបង្កើតរឿងភ្លើខ្ញុំប្រាប់បងឯងនិយាយត្រង់តែដល់កន្លែងហ្នឹងដើរលឹកជាតិមិនបានដើរលឹកជាតិពីព្រោះអាភ្លើហ្នឹងវាភ្លើហើយកំពុងតែភ្លើចាំខ្ញុំជម្រាបបងឯងអារឿងភ្លើ
Ủa rừng này thông mà bọn tại mình vô mà này gì mình vô mà này gì ở xa ấy ở xa về chọc trong trung nó những pram phơi nó cũng được ao rừng phơi mùi bảo sân chỉ plot niết đang khát tràn chẳng tích nhầm bằng hàng ông pìจะลองไต่ดักไต่นาได้เลยบอยจะลองไต่ดักฟ้าไต่นาได้เลยโอเคนี่ไอ้บอลนะឆ្នាំ1981បងប្អូនចាំគេបានបង្កើតសមាគមមួយគេហៅ Gulf Cooperation Council អក្សរកាត់ហ្នឹង GCC មិនបានជាព្រះរាជាណាចក្រទាំង6នៅឈូងសមុទ្រពើសៀនដែលមានប្រទេសកូវ៉ែតអូម៉ាន់បារ៉េនអារ៉ាប់រួមសាអូឌីកាតាប្រទេសទាំង6នាំគ្នាបង្កើតគេហៅថាក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេស GCC បង្កើតនៅឆ្នាំ1981នៅដាបាយដើម្បីទប់ទល់នឹងអ៊ីរ៉ានបដិវត្តពីប្រការនឹងអាយ៉ាតុលាហូមីនីឆ្នាំ1979វាចូលកាន់កាប់ស្រុកអ៊ីរ៉ានប្រយ័ត្ននឹងសង្គ្រាមអ៊ីរ៉ានអ៊ីរ៉ាក់ពេលនឹងសង្គ្រាមអ៊ីរ៉ានអ៊ីរ៉ាក់វាកើតឡើងបងណាពេលនឹងសង្គ្រាមអ៊ីរ៉ានអ៊ីរ៉ាក់វាកើតឡើងដូចជាកើតពី81តាមខ្ញុំចាំវាកើតពី81វាកើតពី81មកហើយណាវាកើតអានោះពី81មកណាដល់វាកើតអានឹងពី81មកចាំខ្ញុំទាញយកឯកសារខ្ញុំមកនិយាយប្រាប់បងវាសង្គ្រាមអ៊ីរ៉ានអ៊ីរ៉ាក់វាកើតពី81មកវាកើតពី81មកវាធ្វើឲ្យពិភពប្រេងមានបញ្ហាដោយសារសង្គ្រាមហ្នឹងវាកើត10ឆ្នាំរីឯរឿងមួយទៀតគឺឆ្នាំ1979អាយ៉ាតុលាហូមីនីហ្នឹងណាអាយ៉ាតុលាហូមីនីវាឡើងកាន់អំណាចហើយដល់អាយ៉ាតុលាហូមីនីវាឡើងកាន់អំណាចដល់អាយ៉ាតុលាហូមីនីវាឡើងកាន់អំណាចដល់អាយ៉ាតុលាហូមីនីវាឡើងកាន់អំណាចហើយនឹងសង្គ្រាមនៅអ៊ីរ៉ាននេះប្រទេសទាំងអស់ហ្នឹងវាមានការភ័យខ្លាចដល់មានការភ័យខ្លាចឆ្នាំ1981នៅដាក់បាយគេបង្កើត GCC គោលដៅទប់ទល់នឹងអ៊ីរ៉ានប្រយ័ត្ននឹងសង្គ្រាមអ៊ីរ៉ានអ៊ីរ៉ាក់ការពេលសន្តិសុខជាតិខ្លួនជាក្រុមមួយកើតអា GCC នេះណា G ស្មើនឹង Gulf C ស្មើនឹង Cooperation C ស្មើនឹង Council ដល់គេបង្កើតនៅមានសមាជិក6ប្រទេសអារ៉ាប៊ីសាអូឌីអូម៉ាន់អារ៉ាប់រួមកាតាបារ៉េនគុយវ៉ែតគោលដៅរបស់គេចង់បង្កើតរូបបាយប័ណ្ណរួម common currency អញ្ចឹងអា GCC នេះ6ប្រទេសណាពេលគេបង្កើតនៅ Persian Gulf ណាគេទប់ទល់នឹងអ៊ីរ៉ានអាមេរិកកាំងបបួលបង្កើតអា GCC ហ្នឹងដើម្បីអីទប់នឹងបដិវត្តអ៊ីរ៉ានណាបងរឿងនេះកើតពី80មកណា40ផ្លាយឆ្នាំណាតែអាក្មេងអាយុ3ឆ្នាំនេះវាកំពុងតែដើរខុសណាបងអាក្មេងអាយុ3ឆ្នាំហ្នឹងណាកំពុងតែដើរខុសណាហ្នឹងហើយអាធៀបចូលឲ្យចូលគោះក្បាលអញ្ចឹងណាបងយល់ខ្ញុំនិយាយគេបង្កើតអា GCC នេះ40ឆ្នាំហើយគេបង្កើតមកដើម្បីអីតំបន់សមាជិកនឹងគោលដៅប្រទេស6អារ៉ាប៊ីសាអូឌីអូម៉ង់អារ៉ាប់រួមកាតាបារ៉េនគុយវ៉ែតគោលដៅចក្ខុវិស័យគេណារូបបាយប័ណ្ណរួមអាមេរិកវាខ្សឹបវាថាបង្កើតអាហ្នឹងទៅអារូបបាយប័ណ្ណរួមហ្នឹងវាយកមក integrate ជាមួយដុល្លារពេត្រូដុល្លារវារឹងមាំពេត្រូដុល្លារវារឹងមាំមកបងហ្នឹងគឺជាសម័យកាលមុន digital ពេលវិនិយោគកម្មមានន័យថា it happens before digitalization អញ្ចឹងវាបង្កើតអានោះបើអាប្រទេស6ហ្នឹងវាមានរូបបាយប័ណ្ណរួមហើយរូបបាយប័ណ្ណរួមហ្នឹងវា control ដុល្លារពេត្រូដុល្លារវាខ្លាំងជាងមុនពេត្រូដុល្លារវាខ្លាំងជាងមុនណាហើយអាមេរិកគេសន្យាគេថាដល់6ប្រទេសហ្នឹងបង្កើត GCC ហ្នឹងគេការពារ6ប្រទេសហ្នឹងហើយគេធានាស្បៀង security food security គឺអាមេរិកគ្រប់គ្រងស្បៀងជាមួយនឹងអឺរ៉ុបទាំងអស់គ្រប់គ្រងស្បៀងប្រទេសទាំង6ហ្នឹងអត់អាចពោះស្លាប់ទេគ្រប់គ្រងស្បៀងសេដ្ឋកិច្ចផ្អែកលើចំណេះដឹងគេគ្រប់គ្រងទៀតណាហើយគេបង្កើតមូលដ្ឋានសេដ្ឋកិច្ចពិភពលោកមួយនៅអាតំបន់ហ្នឹងលោកសេរីវាគ្រប់ពីអាតំបន់ហ្នឹង
វាបង្កើតអា6ប្រទេសនេះអាម្ដងនេះគឺសមុទ្រ Persian ហើយនឹងច្រកនេះគឺជាច្រក Hormuz វិស័យសេដ្ឋកិច្ចគេរួមប្រេងនឹងអូស្មန်ឲ្យនៅក្នុងកណ្ដាប់ដៃតែមួយបានអារ៉ាំកូនឹងវាខ្លាយទៅជាមជ្ឈមណ្ឌលធំជាងគេក្នុងពិភពលោកហេតុរ៉ានក៏ធំនឹងធនាគារគេយកឌូបៃជាអនាគតគេយកឌូបៃជាអនាគតបានជាឌូបៃមិនមែនពួកអារ៉ាប់អ្នកបង្កើតទេគឺអង់គ្លេសអាមេរិកជាអ្នកបង្កើតណាហេតុរ៉ានក៏ធំនឹងធនាគារក៏គេយកឌូបៃទេសចរក៏គេយកឌូបៃភស្តុភារកម្មធានាដោយអាមេរិកធានាដោយ BlackRock ធានាដោយ Vanguard ដែលជាស្ដេចធំគេរៀបចំទាំងអស់ហ្នឹងទីស្នាក់ការរបស់ GCC នេះនៅទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីនេះអាមេរិកក៏មានសរុបទាំងអស់ប្រទេសទាំង6នេះសាអូឌីអារ៉ាប៊ី United Arab Emirates កាតាកូវេតបារ៉េននិងអូម៉ាននេះអាមេរិកចាប់កងត្រាដាក់មូលដ្ឋានទ័ពធានាសន្តិសុខអាណាវាយបាននេះអញអ្នកការពារអាណាវាយហែងអញអ្នកការពារអូខេចូលហងបើអត់សូវយល់ស្ដាប់តទៀតបើទៅសេដេញចាញ់អូខេបើរំខានព្រោះដែលសរសេរហ្នឹងគឺចង់ឲ្យតាឆ្លងឆ្លើយតាអត់ទាន់មានពេលឆ្លងឆ្លើយទេស្ដាប់បន្តទៀតបើមិនស្ដាប់សេញញ៉ៃតាដេញចាញ់តាអត់សូវមានពេលទេណាពេលខ្លះតាលេងពេលខ្លះតាអត់លេងអូខេណាបើមកភ្លើមិនចង់ចេះដឹងទេចៅទៅតាលេងចប់អញ្ចឹងអាប្រទេស6ហ្នឹងវាបង្កើតឡើងអាមេរិកធានាថាអាណាវាយឯងអញអ្នកការពារអញដាក់មូលដ្ឋានទ័ពទាំងអស់6ប្រទេសហ្នឹងអញការពារឯងបង្កើតទៅទី1អញធ្វើឲ្យប្រទេសឯងទៅជាមជ្ឈមណ្ឌលអាកាសចរអន្តរជាតិអញធ្វើឲ្យមានសេដ្ឋកិច្ចអញធ្វើឲ្យមានធនាគារអញធ្វើឲ្យមានសន្តិសុខស្បៀងហើយអញធ្វើឲ្យឯងមានសុវត្ថិភាពហើយឯងនឹងលក់ប្រេងលក់អីដាច់ទាំងអស់ណាឯងនៅជាមួយប្រព័ន្ធពេត្រូដុល្លារអញនេះណាបងប្អូនចា៎ថ្ងៃទី28ខែកុម្ភៈឆ្នាំ2026អាមេរិកត្រូវអ៊ីស្រាអែលអូសដៃវាយអ៊ីរ៉ានថ្ងៃ28ខែកុម្ភៈឆ្នាំ2026អាមេរិកមិនមែនប្រជាជនអាមេរិកទេមនុស្សស៊ីចូលម្នាក់ត្រូវបានគេអូសដៃចូលវាយអ៊ីរ៉ានតែមុននឹងចូលវាយអ៊ីរ៉ានអាវុធការពារដែនអាកាសហើយនឹងកម្លាំងដែលត្រូវការពារដែនអាកាសបានត្រូវគេរើយកទៅឧបត្ថម្ភអ៊ីស្រាអែលអស់លីងស្រាប់តែផ្ទុះសង្គ្រាមថ្ងៃ28វាយអ៊ីរ៉ានប្រាវអ៊ីរ៉ានជះមកវិញអាប្រទេស GCC ខ្ទេចឃើញនឹងភ្នែកទេកាលគេបង្កើត GCC ធានាសេដ្ឋកិច្ចធានាស្បៀងធានាការពារគេណាឲ្យគេចូលក្នុងប្រព័ន្ធពេត្រូដុល្លារខ្លួនឲ្យរឹងមាំគេសុខចិត្តទាំងអស់ចង់បានលុយយកមកវិនិយោគនៅលើដីអាមេរិកគេយកលុយមកសាអូឌីយក1 trillion មកដាក់នៅអាមេរិកចង់បានអីគេឲ្យធានាសន្តិសុខប្រទេសគេព្រោះអាប្រទេស6នេះជាម៉ាណាគីណាបងជាប្រទេសជាអាណាចក្រទោះបីវាជាអារ៉ាប់ក៏ដោយវាជាប្រទេសជាអាណាចក្រត្រូវការការពារត្រូវការ security insurance ណាបងសន្យាគេថ្ងៃ28ខែកុម្ភៈឆ្នាំ2026ក្មេងអាយុ3ឆ្នាំម្នាក់ឲ្យអ៊ីស្រាអែលអូសដៃទៅវាយអ៊ីរ៉ានប៉ុន្តែ3-4 ខែឬក៏កន្លះឆ្នាំមុនហ្នឹងរើសពាវុធការពារដែនអាកាសទៅជួយអ៊ីស្រាអែលទាំងអស់សូម្បីតែមូលដ្ឋានទ័ពខ្លួនឯងរ៉ាដាតម្លៃជាង$1000 លានក៏អត់មានអីការពារដែរអត់មានអីការពារទេមូលដ្ឋានទ័ពខ្លួនឯងអត់មានអីការពារទេសេនាធិការនាវាចរទី5នៅ Persian Gulf សែងគៀម flot ណាកំងដំងសែងគៀម flot ណាបងសេនាធិការនៃនាវាចរទី5អត់មានអីការពារទេគេវាយខ្ទេចរ៉ាដា1,200 លានអ៊ីរ៉ានវាយខ្ទេចរ៉ាដាតូច2ទៀតតម្លៃរាប់រយលានវាយខ្ទេចទាំងអស់គេវាយខ្ទេចទាំងអស់ដោយសារតែដកសភាវុធទៅជួយអ៊ីស្រាអែលមិនបានធ្វើអញ្ចឹងតែរឿងមួយដែលសំខាន់ណា GCC អន់ចិត្តយ៉ាងខ្លាំងគិតថាអាមេរិកយកចិត្តទុកដាក់អ៊ីស្រាអែលជាងខ្លួនមិនស្មើភាពគិតថាលែងទុកចិត្តអាមេរិកព្រោះរឿងនេះធំណាស់បង Security and Defense Economic Union Plan for Common Currency Share Diplomacy Regional Issue ស្អីទាំងអស់នេះគេប្រទេស6ហ្នឹងវាសង្ឃឹមថាអាមេរិកកងផ្ទុះវាតែថ្ងៃទី28វាឥឡូវនេះអាឌូបៃក៏ខូចខាតអាសាអូឌីរ៉ាម៉ាកូក៏ខូចខាតអាមជ្ឈមណ្ឌល LNG អូស្មန်នៅកាតាក៏ធ្វើការបង្កើតខាំងស្ងាញ់ទាំងអស់ក្រុមប្រទេសនេះជាប្រទេសជាអាណាចក្រ
Việt Namច្បាស់ថាវាមិនត្រូវគ្នាជាមួយអារ៉ាប់ដទៃទេវាត្រូវការអាមេរិកកាំងជួយគាំពារវាជាប្រទេសអ្នកមានក្នុងអារ៉ាប់ចាស់វប្បធម៌ជឿនលឿនគំនិតចូលចិត្តអត់ចូលចិត្តឲ្យមានបដិវត្តទេចង់ឲ្យអាមេរិកកាំពារដកអាវុធចាញ់ពីតំបន់ហ្នឹងអស់អ៊ីរ៉ានវាយបកវិញដោយកំជ្រួចនឹង drone បំផ្លាញរ៉ាដាដ៏សំខាន់របស់អាមេរិកប្រភេទ AN/FPS 132តម្លៃ$1200 លានដែលជារ៉ាដាសំខាន់បំផុតរបស់អាមេរិកតាំងនៅប្រទេសកាតាមូលដ្ឋាននៃវាចរទី5របស់អាមេរិកត្រូវអ៊ីរ៉ានបាញ់បំផ្លាញឆេះតិចមានការអាក់អន់សម្ពន្ធចិត្តខ្លាំងឥឡូវត្រឡប់មកវិញទៅបងណារឿងវា digital yuan ទេហើយនឹង petro yuan ប្រទេស6ហ្នឹងថ្ងៃប្រហែលជាទី8ខែមកឆ្នាំគេបានកោះប្រជុំគ្នាគេគិតថាបើក្រោយសង្គ្រាមទោះបីគេមិនហ៊ានតវ៉ាក៏ដោយក៏ប្រហែលជាគេអត់មានជំនឿលើអាមេរិកកាំងទៀតទេគេអត់មានជំនឿលើអាមេរិកកាំងទៀតទេទោះបីគេអត់ហ៊ានតវ៉ាក៏ដោយគេលែងមានជំនឿហើយអញ្ចឹងកាលណាវាបាត់បង់ជំនឿនៅក្នុង system វិនិយោគ system សេដ្ឋកិច្ចណាបងកូនចាំនៅពេលយើងបាត់បង់ជំនឿលើអ្វីមួយយើងធ្វើ diversification ណាបងនៅពេលណាក៏ដោយឲ្យតែយើងបាត់បង់ជំនឿលើអ្វីមួយយើងធ្វើ diversification ដែរបងអញ្ចឹងប្រទេស GCC works to diversify យើងit's future ប្រទេសទាំង6ដែលខ្ញុំនិយាយហ្នឹងគេប្រជុំគ្នានៅថ្ងៃ8 9 10គេរៀបចំខ្លួនគេឥឡូវបងមានចាំទេអាចិនវាតាក់ទងសាអូឌីអារ៉ាប៊ីហើយព្រះអង្គម្ចាស់មកគាត់រាជកុមារសាអូឌីអារ៉ាប៊ីនេះបានព្រមទិញប្រេងចិនហើយចិនព្រមយកលុយយន់បងមានដឹងទេសាអូឌីអារ៉ាប៊ីគឺជាប្រទេសទី1ដែលលក់ប្រេងឲ្យចិនហើយឲ្យចិនបង់ថ្លៃប្រេងជាយន់ឥឡូវបងធ្ពក់ចំណុចហ្នឹងមកការបាត់បង់ជំនឿបើប្រទេស GCC វាបាត់បង់ជំនឿវាទៅងាកទៅត្រេតជាមួយយន់សាអូឌីជាប្រទេសទី1នៅក្នុង GCC ដែលទទួលយកយន់នៅពេលដែលចិនទិញប្រេងចុះបើសិនជាវាបាត់ជំនឿវាត្រូវ diversify វាត្រូវធ្វើ diversify យើងបើវាត្រូវធ្វើ diversify យើងមានន័យថាម៉េចបង connect បងកំពុងចាំ connect adopt ហ្នឹងមើលបងភ្ជាប់ធ្ពក់ឲ្យជាប់ connection ហ្នឹងមើលធ្ពក់ឲ្យជាប់អាចំណុចហ្នឹងបងឃើញហើយឃើញថាចិនមានផែនការអញ្ចឹងហើយបានជាកន្លះម៉ោងមុននេះឬ1ម៉ោងមុននេះកាសែត The South China Morning Post វាចេញនេះហើយអាក្មេង3ឆ្នាំឡូឡាគម្រាមអួតជោខាតទាំងអស់បងហ្នឹងហើយចរិតក្មេង3ឆ្នាំខាត់ធ្ងន់ណាស់បងអាហ្នឹងហើយដែលខាង game theory គេថាចាញ់សង្គ្រាមណាបងប្អូនចាំចិនវាលងណាក្រោយសង្គ្រាមអ៊ីរ៉ានលើកនេះវាចាញ់ផ្លូវ2ណាបងសង្គ្រាមអ៊ីរ៉ានលើកនេះវាចាញ់ផ្លូវ2អាហ្នឹងខ្ញុំធ្វើការសន្និដ្ឋានណាបងណាសង្គ្រាមអ៊ីរ៉ានលើកនេះវាចាញ់ផ្លូវ2ផ្លូវ1អាមេរិកដាក់តបហើយជាប់ផឹងសង្គ្រាមបែកធ្លាយអាច
ឈានដល់ការប្រើខ្ញុំមិនមែន game theory ទេខ្ញុំជាមនុស្សបបិកបទេសង្គ្រាមអ៊ីរ៉ាន់លើកនេះសង្គ្រាមអ៊ីរ៉ាន់លើកនេះវាចាញ់ផ្លូវពីរផ្លូវមួយបងអាមេរិកដាក់ទ័ពមានឥឡូវនេះគេកំពុងដាក់ទ័ពម៉ារីន 5000 នាក់តើអាចជន់លើដីអ៊ីរ៉ាន់ទេផ្លូវមួយនេះអាមេរិកអាចដាក់ទ័ពនៅលើដីអ៊ីរ៉ាន់ជាប់ផងភ្លាមឲ្យតែទ័ពចូលភ្លាមជាប់ផងភ្លាមបងពីព្រោះផែនការអ៊ីរ៉ាន់វានឹងបដូរស្លាប់តែហ៊ានអាមេរិកមិនមែនជាអ្នករកស៊ីដូរជីវិតទេណាជាអ្នករកស៊ីបេសកកម្មឡើយមួយបាទអាមេរិកដាក់ទ័ពភូមិភ្លាមជាប់ផងភ្លាមសង្គ្រាមបែកធ្លាយអាចឈានដល់ការប្រើអាវុធមួយដែលស្មានមិនដល់អាវុធមួយដែលស្មានមិនដល់មិនមែនអាមេរិកកាំងអ្នកប្រើទេបងប្អូនចាំ brother អាមេរិកកាំងអត់ប្រើអាវុធមួយហ្នឹងទេប៉ុន្តែវាអាចចូលទៅដល់ការប្រើអាវុធមួយដែលស្មានមិនដល់អ្នកដទៃប្រើទេបងតែបារម្ភជាងគេខ្លាចវាធ្លាយអានោះអានេះផ្លូវមួយណាបងផ្លូវមួយស្មានមិនដល់ផ្លូវមួយទៀតណាគឺអ៊ីរ៉ាន់ដួលរលំដោយសារអាមេរិកបំផ្លាញកោះណាកោះការ៉ាចោលធ្វើឲ្យស្រុកហ្នឹងរលាយផ្លូវមួយទៀតដែលម្សិលមិញក្មេងអាយុ3ឆ្នាំនិយាយណាផ្លូវមួយទៀតគឺអ៊ីរ៉ាន់ដួលរលំដោយអាមេរិកបំផ្លាញកោះការ៉ាចោលធ្វើឲ្យស្រុកហ្នឹងរលាយហើយប្រញាប់បញ្ចប់សង្គ្រាមដើរចេញឲ្យលឿនផ្លូវមួយទៀតគឺអ៊ីរ៉ាន់ដួលរលំដោយសារអាមេរិកបំផ្លាញកោះការ៉ានឹងចោលដែលជាទីតាំង 90% នៃការនាំប្រេងចេញធ្វើឲ្យស្រុកនឹងលាយទម្លាក់ឲ្យខ្លាំងមែនទែនហើយដើរចេញឲ្យលឿនផ្លូវមានពីរហ្នឹងឯងដល់ពេលដើរចេញឲ្យលឿនត្រូវមកជួសជុលការខូចខាតរបស់ខ្លួនឡើងវិញត្រូវមកជួសជុលលើការខូចខាតរបស់ខ្លួនឡើងវិញត្រូវមកជួសជុលលើអ្វីដែលធ្វើដែលក្មេងអាយុ3ឆ្នាំហ្នឹងបានបណ្ដោយឲ្យអ៊ីស្រាអែលដាក់ដៃចូលសង្គ្រាមចឹងសង្គ្រាមឥឡូវឃើញផ្លូវតែពីរហ្នឹងឯងហើយអាផ្លូវពីរហ្នឹងអាក្រក់ដូចគ្នាអាផ្លូវពីរហ្នឹងអត់ល្អទេបើអាផ្លូវទី1ក៏វាអាចធ្វើឲ្យកើតសង្គ្រាមធំជាងហ្នឹងអាផ្លូវទី2នេះក៏អាចធ្លាយសង្គ្រាមដែរណាផ្លូវពីរហ្នឹងពិបាកក្មេងអាយុ3ឆ្នាំនេះកំពុងតែធ្លាក់ចូលក្នុងអន្ទាក់នឹងការដឹកដៃរបស់អ៊ីស្រាអែលអ្នកនយោបាយមួយចំនួនរហូតដល់ថ្នាក់ព្រឹទ្ធសភាណាបងប្អូនចាំគេនិយាយថាគេសក់ចិត្តផ្លាប់ដើម្បីអ៊ីស្រាអែលគេអត់បាននិយាយថាគេផ្លាប់ដើម្បីអាមេរិកទេគេសក់ចិត្តបដិញ្ញាពលិកម្មជីវិតរបស់គេដើម្បីអ៊ីស្រាអែលគេមិនពលិកម្មជីវិតគេដើម្បីអាមេរិកទេ But you know there are 350 million American who must work hard to preserve the freedom to preserve the survivability, to preserve the power, to preserve the economy. ត្រឡប់ទៅវិញខ្ញុំអត់ត្រូវនិយាយរឿងហ្នឹងទេបងតែវាជ្រុលនិយាយរឿងពេត្រូយ័ននេះគឺជាផែនការឥឡូវចិនវាចេញអត្ថបទហ្នឹងមកវាមិនអួតទេវាថាមិនពិតទេអត្ថបទដែលវាចេញមកវានិយាយថាទោះបីអ្នកវិភាគគិតដូច្នោះក៏ដោយ even those expert on petrodollar គិតអញ្ចឹងក៏ដោយ it's not true ប៉ុន្តែនៅពេលដែលនិយាយអញ្ចឹងមែនបងគឺជាផែនការចិនធ្វើយូរហើយ
Cái cả chân thôi hay bằngហើយនៅក្នុង digital currency ចិនដើរលឿនជាងអាមេរិកយឺតណាស់យើងអត់ទាន់មាន digital currency ទេយើងអត់មាន digital currency ទេខ្ញុំអត់ចង់និយាយយ៉ាងហ្នឹងទេបងអើយព្រោះវិញចាវា sensitive ពេក very sensitive ខ្ញុំនិយាយបន្តិចអ្នកណាស្ដាប់បានស្ដាប់ទៅណាស្ដាប់បានក៏គេអត់ស្ដាប់ទៅណាមួយទៅក៏មិនចង់បញ្ចេញមុខចេញមាត់ថាខ្លួននឹងជំនាញខាងគិតទេតែវាជាប់អារឿងពេត្រូដុល្លារហ្នឹងក៏ហើយនឹងអាពេត្រូយ័ននេះវាមិនមែនជារឿងដែលគេអត់គិតទេវាជាការប្រកួតប្រជែងដែលមាន long term planning